មកតាមការសន្យាជាមួយនឹងរូបមន្តតែត្រជាក់ក្នុងជូនបងប្អូនទាំងអស់គ្នាសម្រាប់គ្រឿងសំគងគឺខ្ញុំមានផ្លែលហង្កហើយជាមួយនឹងផ្កាជីហួរដែលបំបត្តិក្តៅក្នុងនឹងឯងហើយខ្ញុំបន្ថែមជាមួយនឹងស្ករក្រាមគ្រាប់គោឈីហើយជាមួយនឹងពធាក្រហមហើយសម្រាប់គ្រឿងផ្សំទាំងអស់ហ្នឹងបងប្អូនទាំងអស់គ្នាគឺអាចរកទិញបាននៅផ្សារទំនើបឬមួយក៏តាមប៉ាម៉ាស៊ីចិនហើយជាមួយនឹងនៅផ្សារអូស័យគឺសម្បូរមែនតើហើយសម្រាប់រូបមន្តនេះគឺលក្ខណៈបែបគ្រួសារខ្ញុំញ៉ាំដើម្បីសុខភាពអញ្ចឹងវាអត់មានរសជាតិផ្អែមឆ្ងាញ់ដូចដែលគេលក់នៅតាមផ្សារទេបងប្អូនហើយសម្រាប់ក្លិនវាគឺឈ្ងុយដូចតែគេដូចតែឯងអញ្ចឹងហើយអត់មានប្របាក់លេបប្របាក់ញ៉ាំអីទេបងប្អូនអើយហើយបើសិនជាកូនបងប្អូនគាត់អត់សូវចេះល្វីងអញ្ចឹងគឺយើងអាចបន្ថែមជាមួយនឹងស្ករក្រាមបន្ថែមឬមួយក៏មានក្រៀមហើយជាមួយនឹងទឹកឃ្មុំអីទៅតាមចំណូលចិត្តហើយចាំខ្ញុំសរសេរពីគុណប្រយោជន៍របស់គ្រឿងផ្សំមួយផុសជូនបងប្អូនទាំងអស់គ្នានៅពេលក្រោយដើម្បីឲ្យបងប្អូនទាំងអស់គ្នាស្គាល់ច្បាស់ពីគុណប្រយោជន៍របស់វាតែមុនពេលយើងចង់យកមកធ្វើញ៉ាំគឺយើងចង់ផ្ដោតទៅលើអីដើម្បីងាយស្រួលនៅក្នុងការជ្រើសរើសយកមកធ្វើញ៉ាំទៅតាមតម្រូវការរបស់បងប្អូនហើយសម្រាប់ការញ៉ាំបងប្អូនទាំងអស់គ្នាចង់ញ៉ាំក្តៅក៏បានដាក់ទឹកកកញ៉ាំដូចកូនប្រុសខ្ញុំអញ្ចឹងក៏បាន